ủa đó ta dương miền bạch chi muối tao mới dương chọn bộ bạch chi dương miền bảo bạch chi máu tao mới dương thực ra cái show bộ mà đo mà lấy cho này ủa đó ta dương miền bạch chi tao bị thông khăng lăng hay dương chọn bộ mà đo thằng ó không dập về clay miền giật tiệp tại dương cua thường mình ủa đó ta dương phờ cam thị xe chứ nó cam thị xe dương miền đủ một cô cho nó bốn đại này thằng ó khní cua để chết là mới vô đủ một cô thằng ó thắng mà thực ra cái này ở miền giật tiệp thằng lươn nó videoนี้ខ្ញុំនឹងបង្ហាញដល់អ្នកនរគ្នាចឹងកុំឲ្យកាត់ពេលយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នាបាទឥឡូវនេះខ្ញុំកំពុងនៅក្នុងកម្មវិធី Excel ហើយខាងលើនេះគឺខ្ញុំមានតារាងនៃការលក់ប្រចាំសប្តាហ៍មួយដែលខ្ញុំមានថ្ងៃប្រចាំសប្តាហ៍ខ្ញុំមានចំនួនការនៃការលក់និងចំនួនប្រតិបត្តិការសរុបនៅតាមថ្ងៃនីមួយៗដំបូងខ្ញុំនឹងធ្វើការប្រើប្រាស់រូបមន្តSUMដើម្បីធ្វើការបូកសរុបនៅចំនួននៃការលក់គិតជាដុល្លាររបស់ខ្ញុំចឹងSUMមានរូបមន្តស្មើSUM បើមួយចោ number 1 number 2 បន្ទាប់មកខ្ញុំអូពី cell ដែលខ្ញុំចង់បូកបិទមួយចោខ្ញុំចុចពាក្យថា enter នេះគឺជាចំនួននៃការលក់សរុបរបស់ខ្ញុំបន្ទាប់មកយើងចូលរូបមន្ត average អញ្ចឹងខ្ញុំចង់ដឹងថាតើក្នុងចំនួនការលក់រយៈពេលមួយសប្តាហ៍នេះខ្ញុំលក់ក្នុងមួយថ្ងៃខ្ញុំលក់បានប្រហែលប្រមាណអញ្ចឹងដើម្បីកណនាបានខ្ញុំដាក់ម៉ៅទៅលើ cell មួយនេះខ្ញុំចុចស្មើខ្ញុំចុចពាក្យ average ខ្ញុំបើកកញ្ចក់បន្ទាប់មកខ្ញុំធ្វើការលក់អូសពី cell ខាងលើរហូតដល់ចុះក្រោមបើកកញ្ចក់ពី enter ហើយខ្ញុំបានឃើញថាការលក់ជាប្រចាំថ្ងៃរបស់ខ្ញុំលក់បានប្រហែលជា$1100 $107បន្ទាប់មកខ្ញុំចង់ដឹងថាតើខ្ញុំលក់បានខ្ពស់បំផុតប្រហែលអញ្ចឹងខ្ញុំចុចនៅលើ cell មួយទៀតខ្ញុំចុចស្មើខ្ញុំប្រើរូបមន្ត max max បើកកញ្ចក់បន្ទាប់មកខ្ញុំបញ្ចូល number បើកកញ្ចក់ចុច enter អញ្ចឹងចំនួនលក់ខ្ពស់បំផុតតម្លៃលក់ខ្ពស់បំផុតរបស់ខ្ញុំគឺ$1500ឥឡូវខ្ញុំទៅរកតម្លៃលក់ទាបបំផុតវិញតាមរយៈរូបមន្ត min ស្មើ min បើកកញ្ចក់ខ្ញុំ select លើតម្លៃលក់ទាំងអស់បិទកញ្ចក់ចុច enter អញ្ចឹងទាបបំផុតក្នុងមួយថ្ងៃខ្ញុំលក់ប្រហែល$850និងចុងក្រោយខ្ញុំនឹងធ្វើការរាប់នៅចំនួនថ្ងៃលក់ទាំងអស់ក្នុងសប្តាហ៍របស់ខ្ញុំចុចស្មើតោះខ្ញុំចុច count បើកកញ្ចក់តោះខ្ញុំអូសលើតម្លៃទាំងអស់ខ្ញុំអាចធ្វើការបូកថ្ងៃក៏បានដែរខ្ញុំចង់ថាខ្ញុំលក់មួយសប្តាហ៍ខ្ញុំលក់បានមួយថ្ងៃបិទកញ្ចក់ចុច enter ចឹងមានន័យថាការលក់ចំនួននៃការលក់សរុបរបស់ខ្ញុំគឺ7ថ្ងៃចឹងនេះគឺជារូបមន្ត4គោលរបស់កម្មវិធី Excel គឺទី1យើងធ្វើការបូកតមកយើងមានការរកប្រជុំភាគរកតម្លៃខ្ពស់បំផុតរកតម្លៃទាបបំផុតនិងធ្វើការរាប់នៅក្នុងវីដេអូក្រោយខ្ញុំនឹងនិយាយអំពីរូបមន្តសំខាន់របស់ Excel ជាបន្តបន្ទាប់ដែលខ្ញុំនឹងលើកយករូបមន្ត VLOOKUP ដែលជារូបមន្តមួយដ៏សំខាន់នៅក្នុងការស្វែងរកព័ត៌មានចឹងកុំភ្លេចតាមដានវីដេអូក្រោយរបស់ខ្ញុំទៀតអរគុណសម្រាប់ការតាមដានវីដេអូនេះ